បាទសួស្តីបងប្អូននេះខ្ញុំចង់និយាយរឿងសុខធីហើយនឹងបិសម្បត្តិបងប្អូនមួយចំនួនធំតែគាត់ជ្រើសរើសយកសុខធីព្រោះកាលាសុខធីសូម្បីតែខ្ញុំក៏សរសើរដែរព្រោះថាសុខធីក្បាច់ល្អជាភាសាក្បាច់ប៉ែងបដួលតោះជើងប៉ែងបដួលគឺសុខធីបកែខ្ញុំសរសើរក្បាច់ហ្នឹងហើយក្បាច់បិទញាក់ໄວឆ្វេងនិយាយទៅសុខធីបានមកចប់ដល់ហើយណាមួយកាលាចាំភាសាជាងបិសម្បត្តិបិសម្បត្តិត្រឹមតែល្បីប្រហែលឆ្នាំនេះ2ឆ្នាំ3ឆ្នាំប៉ុន្តែបិសម្បត្តិវាជាកាលាបុកផ្ដាច់ហើយកីឡាករដែលបុកឲ្យបិសម្បត្តិដាច់វិញគឺតម្រអញ្ចឹងបងប្អូននៅចាំពេលសុខធីដែលប៉ះជាមួយនឹងប៊ុនសធានៅបាយ័នដើមខ្សែក្រវ៉ាត់បងប្អូនឃើញប៊ុនសធាកីឡាករបុកដើរបុកដូចបិសម្បត្តិចឹងប៊ុនសធាបុកឡើងសុខធីរាប់អានឹងសុខធីរាប់នឹងម្ដងទៅ2ដងទេរាប់ហ្នឹងនៅផ្លេចដែរបានមើលវីដេអូទៀតតែខ្ញុំចាំបានថាសុខធីរាប់ទេហ្នឹងតាមខ្សែក្រវ៉ាត់នៅប៉បាយ័នហើយសុខធីកាលហ្នឹងក៏កំពេញខ្លាំងដែរនៅក្មេងកំពេញខ្លាំងហើយមកដល់ឥឡូវប៉ះជាមួយបិសម្បត្តិកីឡាករបុកទៀតហើយអាការពេលនៅបាយ័នប៉ះជាមួយនឹងប៊ុនសធាភាគច្រើនគឺយកសុខធីហ្នឹងមកហើយជា90%យកសុខធីតែលទ្ធផលចុងក្រោយខ្សែក្រវ៉ាត់បានទៅប៊ុនសធាឥឡូវចូលដានចាស់ទៀតហើយ80%ដែលថាយកសុខធីមើលឃើញសុខធីល្អក្បាច់ល្អប៉ុន្តែកុំភ្លេចជន់ដានចាស់បិសម្បត្តិបុកថ្ងៃទី28ហ្នឹងបុករហូតដល់សុខធីចេញក្បាច់អត់តាន់ណាបងប្អូនប្រយ័ត្នឡើងហ្នឹងដូចប៊ុនសធាបុកចឹងក្បាច់ល្អប៉ុន្តែគេបុកមកយើងអត់មានកន្លែងណាចេញក្បាច់កើតផងរឿងអីមិនកាំងបុកយូររហូតដល់យើងថយទប់រហូតអស់ចប់ហើយនឹងដឹងចប់ដោយការប៉ះមួយប៊ុនសធាចឹងរាប់តែម្ដងហើយថ្ងៃទី28ស្អែកហ្នឹងខ្ញុំសង្ឃឹមថានេះខ្ញុំណាតែបងប្អូនគិតមិនអត់ដឹងទេខ្ញុំសង្ឃឹមថាប្រហែលជាសុខធីអាចនឹងរាប់ចូលនឹងស្លាប់ទៀតអាហ្នឹងបើថយទប់ពេកតែបើវាយទៅវាយមកអាហ្នឹងប្រហែលជាមិនសូវអីទេព្រោះសុខធីក្បាច់ល្អបិទក៏ល្អអញ្ចឹងបិសម្បត្តិអត់សូវបិទទេហើយបិសម្បត្តិបុកកំភ្លេចហ្នឹងបងប្អូនខ្ញុំដឹងបងប្អូនវាច្រើនយកសុខធីហើយតែចំពោះខ្ញុំនៅតែយកបិសម្បត្តិព្រោះដូចប៊ុនសធាចឹងប៊ុនសធាក៏កន្លះគាត់តាន់ដែរដាក់បុកដូចគ្នាវាយសុខធីឡើងរាប់ឡើងទក់តែហ្មងកាលហ្នឹងនៅបាយ័នបងប្អូនជឿបងប្អូន search វីដេអូមើលតែបាទខ្ញុំសូមតែប៉ុណ្្នឹងឯងស្អែកខ្ញុំទៅមើលផ្ទាល់ដែរខ្ញុំយកបិសម្បត្តិអរគុណបាយបាយ